នៅក្នុងជំនឿអរូបីខ្មែរយើងតាំងពីបុរាណកាលមកព្រាយបណ្ដាកូនត្រូវបានគេចាត់ទុកថាជាប្រភេទខ្មោចម្យ៉ាងដែលមានប្រវត្តិគួរឲ្យខ្លាចនិងអាសូរក្នុងពេលតែមួយរឿងរ៉ាវនៃព្រលឹងសួយស្វំនេះច្រើនតែកើតចេញពីស្ត្រីដែលបានស្លាប់ទាំងមានផ្ទៃពោះឬស្លាប់ក្នុងពេលឆ្លងទន្លេដែលគេហៅថាស្លាប់ទាំងពោះវងដោយសារតែចំណងមេត្រីភាពរវាងម្ដាយនិងកូននៅមានកម្រិតខ្ពស់ពេកនិងការស្លាប់ទៅទាំងមិនអស់ចិត្តទើបវិញ្ញាណទាំងពីរមិនព្រមទៅចាប់ជាតិហើយនៅវិលក្នុងលោកីយ៍ក្នុងរូបភាពជាស្រីក្រមុំដែលមានកូនតូចម្នាក់ដើរតាមពីក្រោយជានិច្ចតាមការដំណើរតគ្នាមករូបរាងរបស់ព្រាយបណ្ដាកូនមិនមែនសុទ្ធតែគួរឲ្យខ្លាចតាំងពីដើមដំបូងឡើយជាធម្មតាគេច្រើនតែឃើញនាងក្នុងរូបភាពជាស្ត្រីមានសម្រស់ស្រស់ស្អាតស្លៀកពាក់បែបអ្នកស្រុកបុរាណចងក្បិនឬស្លៀកសំពត់សមរម្យបណ្ដាលកូនតូចម្នាក់ដែលទើបតែចេះដើរតេះតាសនៅតាមផ្លូវស្ងាត់នាពេលយប់រលប់ឬនៅតាមមាត់បឹងបួនិងព្រៃជ្រៅអ្វីដែលជាចំណុចសម្គាល់ដ៏គួរឲ្យព្រឺរោមបំផុតនោះគឺគេតែងលើសំឡេងកូនតូចនោះយំតិចហើយសើចលេងជាមួយសំឡេងម្ដាយលួងលោមបបោះអង្អែលប៉ុន្តែនៅពេលដែលអ្នកដំណើរដើរទៅជិតឬព្យាយាមសម្លឹងមើលមុខច្បាស់ពួកគេនឹងរលាយបាត់ទៅក្នុងភាពងងឹតឬប្រែក្រឡាទៅជាខ្មោចដែលមានរូបរាងស្គមស្គាំងភ្នែកលឹបជ្រៅនិងសក់កញ្ជ្រោងគួរឲ្យរន្ធត់នាងចូលចិត្តមកលងបន្លាចអ្នកដែលធ្វើដំណើរពេលយប់ម្នាក់ឯងឬអ្នកដែលមានចិត្តមិនដាច់ស្រេចនាងច្រើនតែបង្ហាញខ្លួនដើម្បីសុំជំនួយឬសុំបាយទឹកឲ្យកូននាងហូបប៉ុន្តែប្រសិនបើអ្នកណាម្នាក់ហ៊ានទៅប៉ះពាល់ឬលេងសើចជាមួយកូនរបស់នាងនឹងខឹងសម្បាយ៉ាងខ្លាំងហើយតាមលងបន្លាចអ្នកនោះដល់ផ្ទះសម្បែងរហូតតតែមានគ្រូខ្មែរពូកែមកដេញទៅឈប់ចាស់បុរាណតែងហាម5កូនចៅថាបើឃើញស្ត្រីបណ្ដាលកូនពេលយប់ស្ងាត់ម្នាក់ឯងកុំមាត់កុំហៅនិងកុំសួរនាំឲ្យសោះព្រោះនោះអាចជាវិញ្ញាណដែលកំពុងស្វែងរកអ្នកជំនួសឬគ្រាន់តែចង់បង្អួតវត្តមាននៃសេចក្តីស្លាប់ដែលមិនទាន់ដាច់អាល័យរបស់ពួកគេមានរឿងមួយដំណាលថានាគ្រាមួយនៅក្នុងភូមិដាច់ស្រយាលមួយក្បែរជើងភ្នំមានស្ត្រីម្នាក់ឈ្មោះនាងមាលានាងបានស្លាប់យ៉ាងអាណោចអាធមនៅក្នុងពេលសម្រាលកូនដោយសារតែផ្ទះនៅឆ្ងាយពីមន្ទីរពេទ្យពេកភាពអាល័យចំពោះកូនតូចដែលមិនទាន់បានឃើញពន្លឺថ្ងៃនិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅធ្វើឲ្យវិញ្ញាណរបស់នាងមិនអាចទៅចាប់ជាតិបានឡើយរៀងរាល់យប់ថ្ងៃសិលនៅពេលដែលពន្លឺព្រះច័ន្ទចាំងចុះមកលើផ្លូវដីសដែលហ៊ុំព័ទ្ធដោយវាលស្រែស្ងាត់ជ្រងំអ្នកភូមិតែងតែឮសំឡេងតោកនៃឈើច្រត់និងសំឡេងក្មេងសើចលេងកក្អាយប្រសិនបើអ្នកដំណើរណាម្នាក់ដើរកាត់ទីនោះពួកគេនឹងឃើញស្រមោលស្ត្រីម្នាក់ស្លៀកពាក់ឈុតសរូបរាងស្លេកស្លាំងកំពុងដើរបណ្ដាលកូនតូចម្នាក់ទើបតែចេះដើរតេះតាសមានយប់មួយពូធឿនបានត្រឡប់មកពីធ្វើការយប់ជ្រៅតាមផ្លូវត្រឡប់ទៅផ្ទះគាត់បានឃើញស្ត្រីម្នាក់កំពុងអង្គុយយំនៅមាត់ស្រះទឹកក្បែរវត្តដោយមានកូនតូចម្នាក់កំពុងលេងទឹកនៅក្បែរនោះដោយក្តីមេត្តាពូធឿនបានដើរទៅសួរថាអ្នកស្រីម្ដេចក៏មកអង្គុយនៅទីនេះទាំងយប់រលប់យ៉ាងនេះចោះផ្ទះសម្បែងនៅឯណាស្ត្រីនោះមិនឆ្លើយតបទេនាងគ្រាន់តែងាកមកយឺតបង្ហាញឲ្យឃើញនៅផ្ទៃមុខដែលពោពេញដោយឈាមនិងភ្នែកដែលលឹបជ្រៅទៅក្នុងលលាក្បាលកូនតូចដែលកំពុងលេងទឹកនោះក៏បានងើបមុខឡើងដែរប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺរូបរាងរបស់វាប្រែជាខ្មៅស្រឡៅនិងមានចង្កូមវែងពូធឿនភ័យញ័ររន្ធត់ដួលផ្ងាជើងប៉ុន្តែនៅពេលដែលគាត់ព្យាយាមរត់គាត់បែរជាឮសំឡេងស្ត្រីនោះខ្សឹបនៅក្បែរត្រចៀកថាជួយមើលកូនខ្ញុំផងគេឃ្លានណាស់ពេលដែលគាត់ងាកក្រោយគាត់ឃើញព្រាយបណ្ដាលកូននោះកំពុងតែលូកដៃវែងមកចាប់ជើងគាត់ក្នុងបំណងចង់នាំគាត់ទៅនៅជាមួយពួកគេតាំងពីយប់នោះមកពូធឿនបានធ្លាក់ខ្លួនឈឺជាទម្ងន់ចាស់ក្នុងភូមិបាននិយាយថាព្រាយបណ្ដាលកូនមិនមែនចង់សម្លាប់មនុស្សដោយគ្មានហេតុផលទេគឺពួកគេគ្រាន់តែចង់បានមិត្តភក្តិឬចង់ឲ្យគេដឹងពីការឈឺចាប់របស់ពួកគេតែប៉ុណ្ណោះរូបភាពស្រីក្រមុំបណ្ដាលកូនកាត់វាលស្រែនៅតែជាសុបិនអាក្រក់សម្រាប់អ្នកភូមិរហូតមកដល់សពថ្ងៃនេះ